ទស្សនិកជនទាំងឡាយជាទីមេត្រីក្នុងរយៈពេលកន្លងសមាគមនារីឃុំផុងថាញ់ស្រុកកោកែបានខិតខំផ្សព្វផ្សាយនៅតម្រង់ជាច្រើននៅមុខប្រសិទ្ធភាពជូនដល់សមាជិកនារីក្នុងនោះមានតម្រង់បញ្ចូលការផ្សព្វផ្សាយអំពីការងារនារីជាមួយកិច្ចការសាសនានៅតាមវត្តអារាមសម្ដៅបំផុសចលនាសមាជិកនារីជាជនរួមជាតិខ្មែរអនុវត្តត្រូវតាមគោលមាគ៌ារបស់បកច្បាប់របស់រដ្ឋបន្តឲ្យកម្មវិធីផ្សាយនៅពេលនេះសូមអញ្ជើញទស្សនិកជនទាំងឡាយតាមដាននៅបទជោគការមួយមានចំណងជើងថាសមាគមនារីឃុំផុងថាញ់ជាមួយតម្រង់បញ្ចូលការផ្សព្វផ្សាយការងារនារីភ្ជាប់ជាមួយការងារសាសនានៅតាមវត្តអារាមដោយមានខ្លឹមសារដូចតទៅឃុំផុងថាញ់មានជនរួមជាតិខ្មែររកនៅកកសមាគមនារីឃុំផុងថាញ់បានបំផុសចលនាសមាជិកនារីចូលរួមអនុវត្តមានប្រសិទ្ធភាពនៅចលនាប្រឡងប្រណាំងក្រៅពីផ្លាស់ថ្មីខ្លឹមសារនិងវិធានការអនុវត្តការងាររបស់សមាគមដូចជាពង្រឹងនិងពង្រីកបណ្ដាតម្រង់ក្រុមក្លឹបដែលមានស្រាប់សមាគមនារីឃុំផុងថាញ់បានកសាងតម្រង់បញ្ចូលការផ្សព្វផ្សាយការងារនារីបញ្ចប់ជាមួយការងារសាសនានៅតាមវត្តអារាមដោយបានជ្រើសមុខសញ្ញាជាអ្នកមុខអ្នកងារក្នុងសាសនាចូលរួមជួយផ្សព្វផ្សាយការងាររបស់សមាគមនារីឆ្លងតាមរយៈតម្រង់នេះនៅថ្ងៃសិលពេញបូរមីនិងខែដាច់ជារៀងរាល់ខែនៅតាមវត្តអារាមសមាគមនារីឃុំផុងថាញ់បានសហការជាមួយគណៈកម្មការវត្តក្រៅពីធ្វើកិច្ចការសាសនាគណៈកម្មការវត្តក៏បានបញ្ចូលការផ្សព្វផ្សាយច្បាប់ដល់នារីក្នុងនោះមានការផ្សព្វផ្សាយអំពីគោលការណ៍គោលមាគ៌ារបស់បកច្បាប់របស់រដ្ឋផ្សព្វផ្សាយអំពីច្បាប់សមាភិបភេទសុវត្ថិភាពជូនដល់នារីនិងកុមារជួយឲ្យនារីយល់អំពីការបោកបញ្ឆោតតាមបណ្ដាញអំពីការងារធ្វើការបលប្រាក់និងអប់រំប្រពៃណីរបស់ជនជាតិគ្រួសារកសាងគ្រួសារសុភមង្គលសមាភិបជឿនលឿនអរិយធម៌ទន្ទឹមនឹងនោះសមាគមនារីឃុំផុងថាញ់នៅទាំងបំផុសចលនាដល់សប្បុរសជនជាច្រើនជួយអំណោយជាអង្គដល់ពុទ្ធបរិស័ទជាពិសេសគឺផ្សព្វផ្សាយអំពីផលប្រយោជន៍ពេលដែលបងប្អូននារីពេលចូលរួមក្នុងសមាគមនារីនៅមូលដ្ឋានឆ្លងតាមរយៈជាច្រើនឆ្នាំអនុវត្តតម្រង់សមាគមនារីបានប្រមូលផ្ដុំបងប្អូននារីជាច្រើនអ្នកក្នុងភូមិសាស្ត្រឃុំចូលរួមក្នុងសមាគមប្រថាផ្នែកខាងនារីហ្នឹងផ្នែកខាងរដ្ឋនៅឃុំគេចុះមកភូមិហើយតាក់ទងជាមួយនឹងរណស៊ីភូមិរណស៊ីឃុំគេមកវត្តរលសិលណាក៏អញ្ចឹងដែរខ្ញុំនេះក៏ជាគណៈកម្មការវត្តជាអាចារ្យគេថាប្រសពផ្សាយឃោសនាការឲ្យយាយតាយល់អំពីអានឹងខ្លឹមសារជាពិសេសមានជំងឺផ្នែកក្រហមហ្នឹងប្រសពផ្សាយពីបិសាដែរហើយថ្ងៃនេះក៏គេចុះមកបន្តតែម្ដងសពដងគេមកតំណាង1 2ទេតែថ្ងៃនេះគេមកច្រើនគ្នាដែរហើយជាពិសេសគេមកក្នុងថ្ងៃនេះក៏យើងអរគុណគេដែរទៅគេមានរង្វាន់ជូនយាយតា15រង្វាន់ដែលយាយតាចាស់ព្រឹទ្ធាចារ្យនោះគាត់ចាស់ទុំអស់ហើយម្យ៉ាងទៀតគេក៏សង្ឃឹមយើងគណៈកម្មការក្នុងវត្តដែរដើម្បីជួយផ្សព្វផ្សាយបន្តទូទៅសាធារណជនដូច្នេះខ្លឹមសារទូផ្សាយឲ្យបានយឺតវែងឆ្ងាយបានចាប់ទៀតដើម្បីគេរាំងស្កាត់នូវជំងឺនោះក្នុងប៉ុន្មានឆ្នាំកន្លងតម្រង់ផ្សព្វផ្សាយសកម្មភាពនារីក្នុងមូលដ្ឋានសាសនានៅតំបន់ជនរួមជាតិខ្មែររបស់ឃុំផុងថាញ់ទទួលបានការវាយតម្លៃខ្ពស់លទ្ធផលនេះគឺជាកម្លាំងជាមោទនភាពដើម្បីសមាគមនារីឃុំអនុវត្តល្អបណ្ដាភារកិច្ចរបស់សមាគមDạ thì cái mô hình truyền thông trong cơ sở thờ tự thì được Hội Liên hiệp Phụ nữ xã là thành lập vào tháng 10 năm 2016. តម្រង់ផ្សព្វផ្សាយសកម្មភាពនារីក្នុងមូលដ្ឋានសាសនាបានសមាគមនារីឃុំបង្កើតកាលពីខែតុលាឆ្នាំ2016ពិនិត្យរួមគិតមកដល់ពេលនេះសមាគមតែងសហការជាប្រចាំជាមួយគណៈកម្មការវត្ត
រួចបានគណៈកម្មការវត្តឧបត្ថម្ភជាច្រើនក្នុងដំណើរការផ្សព្វផ្សាយជូនដល់មាមីងជនរួមជាតិខ្មែរតាមកាលកំណត់នៅថ្ងៃសិលពេញបរមីខែដាច់ឆ្លងតាមរយៈមាមីងជនរួមជាតិខ្មែរមកវត្តសមាគមនារីក៏បានផ្សព្វផ្សាយបណ្ដាសារាចរសេចក្តីសម្រេចរបស់បកព្រមជាមួយនោះបណ្ដាចលនារបស់មូលដ្ឋានបានមាមីងក្តាប់បានរួចចូលរួមជាពិសេសក្នុងការងារកសាងជនបទថ្មីកម្រិតខ្ពស់ប្រសិនបើសមាគមនារីឃុំមិនបានចុះប្រតល់ដើម្បីផ្សព្វផ្សាយជូនមាមីងគឺផ្ញើបណ្ដាឯកសារជូនដល់គណៈកម្មការវត្តជួយផ្សព្វផ្សាយបណ្ដាខ្លឹមសារទាំងនោះដូចជាក្នុងរយៈពេលកន្លងមានកើតបណ្ដាជំងឺអាសន្នរោគគឺបានផ្សព្វផ្សាយសម្រាប់មានប្រសិទ្ធភាពក្នុងដំណើរការអនុវត្តបណ្ដាតម្រង់ប្រជាអធិការគណៈកម្មការវត្តតែងបង្កលក្ខណៈជូនដល់សមាគមនារីអនុវត្តបណ្ដាសកម្មភាពផ្សព្វផ្សាយបានល្អសមាគមនារីនឹងបន្តការឃ្លាតយកការគ្រប់គ្រងរបស់ប្រសង់គណៈកម្មការវត្តអ្នកមានប្រយោជន៍ភាពអនុវត្តល្អនៅការថែទាំសួរសុខទុក្ខជំរុញទឹកចិត្តជូនដល់នារីជាពិសេសនារីជនរួមជាតិភេទតិចជាពុទ្ធបរិស័ទសួរសុខទុក្ខជំរុញទឹកចិត្តដល់អ្នកមុខអ្នកងារក្នុងពុទ្ធសាសនាអ្នកមានប្រយោជន៍ភាពបង្កើតជាក្រុមទៅសួរសុខទុក្ខនៅវត្តអារាមដើម្បីបង្កការទំនាក់ទំនងយ៉ាងស្អិតល្មួតរវាងសមាគមនារីនិងវត្តអារាម រចាប់ដើមពីរៀងរាល់ឆ្នាំមិនមែនតែឆ្នាំទេណាទៅឲ្យទៅថ្ងៃសិលក្នុងមួយថ្ងៃមួយខែ4សិលប៉ុន្តែសារៈសំខាន់យក2សិលទេថ្ងៃខែដាច់និងពេញបបរមីថ្ងៃនោះតែងតែមានរដ្ឋមកតាក់ទងតំណាក់តំណងជាមួយប្រចាំអធិការក៏ដូចជាគណៈកម្មការយើងខ្ញុំដើម្បីផ្សព្វផ្សាយប្រជាជនទាំងឡាយឲ្យដឹងដែរថាយើងជីវភាពរស់នៅក្នុងសពថ្ងៃនេះក៏អនុក្រមការបញ្ជាច្បាប់របស់រដ្ឋណាហើយយើងធ្វើយ៉ាងណាផ្សព្វផ្សាយឲ្យយាយតាពុទ្ធបរិស័ទបានដឹងបានលឺប្រាប់គុណចៅកុំឲ្យផឹកស្រាបង្ហោះម៉ូតូគេចរាចរណ៍ប្រាប់គុណចៅជានិច្ចជាការអញ្ចឹងជាផ្ដាំថាកុំឲ្យផឹកស្រារត់ម៉ូតូបង្ហោះឡើងពេកប្រយាយតាគាត់ចាស់ទុំដើរតាមផ្លូវមិនគេចលក៏ទៅនៅមានរឿងកើតឡើងផ្សព្វផ្សាយរឿងនោះទៀតដល់បន្តពីនោះទៀតក៏ផ្សព្វផ្សាយអំពីការចលមនឬក៏លួចប្លន់នេះនោះនឹងជាផ្សព្វផ្សាយបន្តអញ្ចឹងរសិលហ្នឹងឲ្យយាយតាទៅប្រាប់គុណចៅទៅរដ្ឋគេចេញច្បាប់នេះឲ្យយើងល្អទេយើងទៅអនុវត្តទៅតាមរដ្ឋចុះសុខណាគេថាពុទ្ធចក្រនិងអាណាចក្រអនុលោមជាមួយគ្នាពុទ្ធចក្រនិងអាណាចក្រទៅដំណាក់តំណងជាមួយគ្នាព្រោះជាខឿនវប្បធម៌ជាគ្រឹះរបស់ពុទ្ធសាសនាគឺវត្តហ្នឹងហើយជាទីសក្ការៈបូជាពុទ្ធបរិស័ទកន្លែងដែលមកគោរពច្រើនណាស់ដូច្នេះរដ្ឋទីអញ្ជើញមកតាក់ទងយើងដើម្បីផ្សព្វផ្សាយទៅរឿងសកម្មភាពរឿងចលមនលេងបៀបងយូអ៊ីហ្នឹងយើងផ្សាយទៅលឿហើយកុំឲ្យសំខាន់រឿងម៉ូតូបើកតិចតិចកុំបើកលឿនពេកទូស្រាបើកមិនបានទេវាខុសច្បាប់ចរាចរណ៍បាទខ្ញុំក៏ផ្សព្វផ្សាយរឿងជុំមិនជាហេតុណាពេលតម្រង់ផ្សព្វផ្សាយសកម្មភាពរបស់នារីនៅតាមវត្តអារាមបានពង្រឹងនិងបើកទូលាយគឺកាន់តែជួយឲ្យនារីខ្មែរបានយល់ច្បាស់ជាងអំពីគោលការណ៍គោលមាគ៌ារបស់បកច្បាប់របស់រដ្ឋលើកកម្ពស់សម្ភារៈស្មារតីរបស់សមាជិកនារីអត្តសញ្ញាណវប្បធម៌ជាតិរបស់ជនរួមជាតិខ្មែរបានពង្រឹងនិងពង្រីកព្រមជាមួយនោះបញ្ជាក់បានអំពីភាពសាមគ្គីស្អិតល្មួតរវាងជនរួមជាតិខ្មែរជាមួយជនរួមជាតិបងប្អូនក្នុងផែនមហាសាមគ្គីជាតិវៀតណាម